ចាជំរាបសួរថ្ងៃនេះមកណែនាំពីរបៀបយក password ដែលអ្នកគ្រូឲ្យនៅសាលាដើម្បីឲ្យកូនយើងមកដាក់នៅក្នុងកម្មវិធីនេះ PAP ហ្នឹងបងប្អូនដំបងចុចនៅលើកម្មវិធីហ្នឹងហើយចាឥឡូវរងចាំបន្តិចចាហើយវាចេញអញ្ចឹងដល់ពេលចេញអញ្ចឹងហើយបងប្អូនចុចនៅកន្លែងចូលគណនីខាងលើនោះគណនីខាងលើហើយវាចេញអញ្ចឹងហើយបងប្អូនវាយPAP T ហើយនឹងលេខកូដអ្នកគ្រូហ្នឹងចំនួន4ខ្ទង់ចាហើយវាយជាអក្សរតូចអង់គ្លេសតូចហើយខាងលើក៏ដូចគ្នាខាងក្រោមក៏ដូចគ្នាចា PLP T អានឹងលេខកូដអ្នកគ្រូកូនខ្ញុំចាយើងដាក់អញ្ចឹងហើយខាងក្រោមនោះក៏យើងដាក់លេខកូដនឹងដូចគ្នាចាឥឡូវយើងធ្វើការវាយតាមខ្ញុំទៅចាដល់ពេលយើងវាយរួចរាល់ហើយយើងធ្វើការអូសបន្តិចចាចូលទៅកន្លែងគណនីចាបងប្អូនចុចលើកចូលទៅកន្លែងគណនីហើយរងចាំបន្តិចចាវាធ្វើការចាឥឡូវវាកំពុងតែនាំយើងចូលចានេះឥឡូវចូលទៅក្នុងគ្រប់តែគ្រប់ចុះចាគ្រប់អ្នកគ្រូដែលកាន់នេះក្រុមសិស្សកាន់សិស្សរបស់កូនខ្ញុំហ្នឹងហើយដល់ពេលហ្នឹងយើងឆែកមើលឈ្មោះកូនរបស់បងប្អូនហ្នឹងទៅចាឆែកមើលឈ្មោះកូនថាកូនយើងឈ្មោះអីយើងហៅមើលតាមនោះចាហើយដល់ពេលយើងឆែករកមើលហើយចាអូសមើលទៅតើឈ្មោះណាជាឈ្មោះរបស់កូនចាបងប្អូនឬក៏យើងអាច search ខាងលើបាននេះបងប្អូនចុចកន្លែងស្វែងរកហើយខ្ញុំដាក់ឈ្មោះកូនខ្ញុំដាក់ឈ្មោះកយនេះកយរចនាដល់ពេលអញ្ចឹងចាញ់យើងប៉ះលើរូបគាត់ហ្នឹងទៅចាប៉ះនៅលើរូបគាត់ហ្នឹងទៅវាមានលេខកូដនេះលេខកូដសម្ងាត់4ខ្ទង់ផ្សេងទៀតហ្នឹងបងលេខកូដ4ខ្ទង់ហ្នឹងយើងបញ្ចូលលេខកូដរបស់គាត់ហ្នឹងចាចំនួន4ខ្ទង់ហើយក៏យើងប៉ះទៅលើឥឡូវខ្ញុំចូលលេខកូដសិនចាលេខកូដ4ខ្ទង់របស់កូនខ្ញុំហ្នឹងពេលយើងបញ្ចូលហើយចាយើងប៉ះនៅកន្លែងភ្នែកនោះខាងខៀវខាងនេះហ្នឹងនេះអាកន្លែងខ្ញុំប៉ះនេះហើយហ្នឹងឥឡូវខ្ញុំប៉ះចាខ្ញុំប៉ះនៅអាខៀវហ្នឹងដល់ពេលយើងប៉ះហើយក៏ចាឥឡូវវាធ្វើការចូលទៅក្នុងគណនីរបស់កូនបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំចូលរបស់កូនខ្ញុំឥឡូវវាកំពុងតែដំណើរការចូលទៅក្នុងគណនីហើយចាបងប្អូននឹងចាំបន្តិចចាហើយវាកំពុងតែទៅហើយបងប្អូនចាឥឡូវនេះមកដល់ហើយនេះបងប្អូនកលេចមើលខាងលើនោះឈ្មោះហើយនឹងគណនីរបស់កូនយើងហើយនេះគណនីរបស់កូនខ្ញុំឈ្មោះកយរចនាចាហើយយើងអូសមើលពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6គឺអាចរៀនបានតាមនៅក្នុងកម្មវិធីហ្នឹងចាគឺមានកណិតភាសាខ្មែរហើយនិងវិទ្យាសាស្ត្រចាហើយកូននោះថ្នាក់ទី2ចាឥឡូវមើលកណិតវិទ្យាបងប្អូនចាក្នុងហ្នឹងគឺមានមេរៀនច្រើនចាពីថ្នាក់ហ្នឹងពីមេរៀនទី1មេរៀនទីរហូតដល់មេរៀនទី10 12ច្រើនចាឥឡូវបងប្អូនចូលតាមវីដេអូដែលខ្ញុំប្រាប់ហ្នឹងទៅគឺអាចចូលបង្រៀនកូនបាននៅផ្ទះបានចាហើយឥឡូវយើងចុចភាសាខ្មែរមើលម្ដងចាភាសាខ្មែរមើលចូលក្នុងហ្នឹងមានមេរៀនទី2រំលឹកភ្ជញ្ជនៈចាផ្សេងច្រើនចាមានច្រើនហើយយើងអាចបង្រៀនកូនយើងនៅផ្ទះចាវីដេអូខ្ញុំមានតែប៉ុណ្្នឹងចាសម្រាប់ការចែកជូនបើសិនជាបងប្អូនជួយចុចជួយ like និង share ខ្ញុំម្នាក់មួយផងអរគុណជម្រាបលា